ក៏ប៉ុន្តែនៅទីបំផុតអាជ្ញាធរកម្ពុជាគឺក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយគឺសេចក្តីប្រកាសព័ត៌មានដែលចុះថ្ងៃទី7 ខែមករានៅមុននេះប្រហែលជា10នាទីបាននិយាយថាក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិឲ្យបានជ្រាបនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែននិងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនសមត្ថកិច្ចនៃកម្ពុជាបានចាប់ខ្លួនពលរដ្ឋចិនចំនួន3នាក់រួមមានឈ្មោះ Chen Zi ឈ្មោះ Zi Jieliang និងឈ្មោះ Shao Jihui បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី6 ខែមករាឆ្នាំ2026បន្ទាប់ពីសមត្ថកិច្ចរបស់កម្ពុជានិងសមត្ថកិច្ចចិនបានសហការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែក្រសួងមហាផ្ទៃកម្ពុជាសូមបញ្ជាក់ជូនថាឈ្មោះ Gen Z ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរដោយផ្អែកតាមច្បាប់សញ្ជាតិនៃប្រទេសកម្ពុជាកាលពីខែធ្នូឆ្នាំ2025អាស្រ័យហេតុនេះសូមបងប្អូនជ្រាបជាព័ត៌មានបាទមានរឿងដែលគួរឲ្យកត់សម្គាល់មួយដែលបងប្អូនសំណួរដែលខ្ញុំចោទសួរដំបូងពេលដែលឃើញព័ត៌មានផ្សាយថាលោកចិនស៊ីត្រូវបានចាប់ខ្លួនហើយបញ្ជូនទៅចិនហ្នឹងខ្ញុំមិនដឹងជាយ៉ាងម៉េចដោយស្វ័យប្រវត្តិគឺសួរខ្លួនឯងភ្លាមចេញសំណួរមុនគេគឺហេតុអីបានបញ្ជូនទៅចិនបងប្អូនប្រហែលជាមិនឆ្ងល់ដូចខ្ញុំទេបងប្អូនមួយចំនួនប៉ុន្តែការដែលខ្ញុំឆ្ងល់ឬក៏បងប្អូនក៏ឆ្ងល់ដូចខ្ញុំដែរក៏មិនដឹងដែរព្រោះអីលោកចិនស៊ីគឺជាជនជាតិចិនដើមកំណើតចិនកើតនៅប្រទេសចិនមានសញ្ជាតិចិនទើបតែមកនៅស្រុកខ្មែរប្រហែលជា10ឆ្នាំជាងចុងក្រោយនឹងទេហើយក៏คล้ายទៅជាអ្នកអង្គញាមហាសេដ្ឋីដ៏មានទ្រព្យស្ដុកស្ដំមានក្រុមហ៊ុនពេញផ្ទៃប្រទេសកម្ពុជានឹងហើយក៏ជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលមន្ត្រីរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់អីចឹងទៀតក៏ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ពីដំបូងហ្នឹងថាហេតុអីបានជាចាប់បញ្ជូននៅពេលដែលមានព័ត៌មានដំបូងហ្នឹងគឺឃើញផ្សាយព្រួងព្រាតហ្នឹងគឺដកស្រង់តាមពីសារព័ត៌មានចិន Cambodia China Time ឯណានោះចឹងប៉ុន្តែគ្មានប្រភពអីទាំងអស់ថាចាប់ពេលណាម៉ោងប្រមាណចាប់ដោយអាជ្ញាធរណាហេតុអីបានបញ្ជូនទៅចិនបើលោកចិនស៊ីជាជនជាតិខ្មែរអ្នកមានសញ្ជាតិខ្មែរអីចឹងហើយដល់ពេលអ្វីដែលបកស្រាយពីក្រសួងមហាផ្ទៃនេះគឺវាមានហេតុផលសមស្របដែរគឺគេដកសញ្ជាតិលោកចិនស៊ីទៅហើយចឹងបានន័យថាម៉េចបានន័យថាដកសញ្ជាតិលោកចិនស៊ីមុនប្រតិបត្តិការចាប់ខ្លួនគាត់ព្រោះអីក្រសួងមហាផ្ទៃថាដកសញ្ជាតិលោកចិនស៊ីកាលពីឆ្នាំ2025គឺនៅខែធ្នូទៅហើយហ្នឹងទើបតែប្រហែលថ្ងៃមុននឹងដែរហ្នឹងមិនអញ្ចឹងធ្នូឲ្យមកចូលឆ្នាំ2026អញ្ចឹងប្រតិបត្តិការនេះគឺមានភាពដូចជាបន្ទាន់បង្ខំច្រើនដែរដោយការដែលដកសញ្ជាតិលោកចិនស៊ីនេះមិនបានប្រកាសជាផ្លូវការឲ្យសាធារណជនដឹងមុនទេព្រោះអាចថាមកពីកិច្ចស៊ើបអង្កេតហ្នឹងវាមានភាពអាត់កំបាំងសម្ងាត់អីដើម្បីកុំឲ្យបែកការក៏ថាបានប៉ុន្តែពេលដែលលោក Gen Z ចូលសញ្ជាតិកម្ពុជាហ្នឹងគឺផ្សាយក៏ក្រើកពេញផែនប៉ុស្តិ៍ធានៅពេលដែលដកសញ្ជាតិគាត់គឺយើងមិនសូវដឹងតែខ្ញុំនៅតែគិតថាអាចជាកិច្ចការផ្នែកការស៊ើបការសម្ងាត់ស៊ើបអង្កេតសម្ងាត់របស់អាជ្ញាធរមិនចង់ឲ្យផ្អើលឬអីក៏ថាបានដែរប៉ុន្តែសំណួរនៅតែចោទសួរទៅវិញថាហេតុអីបានជាចាប់លោក Gen Z បញ្ជូនទៅប្រទេសចិននៅពេលដែលលោក Gen Z ខ្លួនលោកគឺជាអ្នកដែលមានសញ្ជាតិកម្ពុជារួចទៅហើយគឺសញ្ជាតិសុំហេតុអីបានជាអាជ្ញាធរកម្ពុជាមិនចាត់ការផ្ដន្ទាទោសលោក Gen Z ក្នុងនាមលោកគឺជាពលរដ្ឋខ្មែរម្នាក់ដែរដែលបានសញ្ជាតិហើយនៅក្នុងដែនអធិបតេយ្យកម្ពុជាដើម្បីលើកមុខមាត់កម្ពុជាដែរមិនចឹងព្រោះអីលោកអាជ្ញាធរកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្ជាក់ប្រាប់ពិភពលោកថាខ្លួនអាចផ្ដន្ទាទោសលោកចិនស៊ីបានតាប៉ុន្តែហេតុអីបានជាត្រូវដកសញ្ជាតិលោកចិនស៊ីហើយបញ្ជូនទៅចិនវិញនៅពេលដែលលោកចិនស៊ីហ្នឹងបានលះបង់សញ្ជាតិចិនរបស់ខ្លួនរួចទៅហើយតើគាត់មានសញ្ជាតិអីទៀតសប្តាហ៍នេះមនុស្សម្នាក់ដែលលះបង់សញ្ជាតិកំណើតរបស់ខ្លួនហើយបានន័យថាបានសញ្ជាតិខ្មែរតាមរយៈការសុំគឺគាត់ជាជនជាតិខ្មែរស្របច្បាប់តាមរដ្ឋធម្មនុញ្ញកម្ពុជាហើយព្រះមហាក្សត្រឡាយពហុលេខាដើម្បីផ្ដល់សញ្ជាតិឲ្យគាត់
ដូច្នេះក្នុងន័យនេះគឺបានន័យថាគាត់ខ្លាយទៅជាជនជាតិខ្មែរក្រោមច្បាប់ខ្មែរអាជ្ញាធរខ្មែរតែដោយសារតែរឿងនេះវាក្តៅពេកប្រហែលគឺកម្ពុជាសុកចិត្តដកសញ្ជាតិរបស់គាត់វិញឲ្យគាត់ខ្លាយទៅជាមនុស្សគ្មានសញ្ជាតិឬក៏អាចមានច្បាប់ដែលបញ្ជាក់ថាពេលដែលមនុស្សម្នាក់មានសញ្ជាតិដើមជាជនជាតិចិនកើតនៅប្រទេសចិនហើយលះបង់សញ្ជាតិចោលហើយមកសុំសញ្ជាតិដតីបានសញ្ជាតិនឹងហើយត្រូវបានរដ្ឋដតីនឹងដូចជាកម្ពុជាដកសញ្ជាតិគាត់ស្រាប់តែសញ្ជាតិដើមរបស់គាត់ត្រូវបានដោយស្វ័យប្រវត្តិព្រោះគាត់មានសញ្ជាតិពីដើមមកវិញវាអាចទៅជាអញ្ចឹងដែរឬក៏យ៉ាងម៉េចទេចាំមើលខ្ញុំធ្វើការស្រាវជ្រាវបន្តទៀតព្រោះពេលវេលាបន្ទាន់ពេកតែយ៉ាងណារឿងនេះគឺបើខ្ញុំចំពោះខ្ញុំសាទររដ្ឋាភិបាលកម្ពុជាថាជារឿងដ៏ត្រឹមត្រូវហើយជាការស្ដារមុខមាត់ប្រទេសកម្ពុជានៅក្នុងគ្រាដ៏លំបាកលំបិននេះក្នុងការចាប់អ្នកអង្គការចិនស៊ីបញ្ជូនទៅប្រទេសចិនវិញឬក៏ដោះស្រាយនៅប្រទេសកម្ពុជាសំខាន់បញ្ជូនទៅណាអត់ខ្វល់ទេសំខាន់គឺការចាប់អ្នកអង្គការចិនស៊ីដែលត្រូវបានសហគមន៍អន្តរជាតិកោតទោសយ៉ាងពេញទំហឹងឡើងគ្រប់ទិសទីឬក៏គេកោតទោសជុំទិសហើយដូច្នេះការដែលធ្វើដូច្នេះគឺបង្ហាញអំពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមដោះស្រាយទប់ស្កាត់អំពើឆបោកអនឡាញដែលជាការបំបាក់មុខกับប្រទេសកម្ពុជាពេញពិភពលោកទៅហើយគេស្គាល់យើងថាជាកន្លែងបនលបែងឆបោកដល់គួរឲ្យព្រឺព្រួចហើយនៅពេលនេះក៏ជាឱកាសល្អសម្រាប់កម្ពុជាក៏ប៉ុន្តែហេតុអីបានពេលនេះខ្ញុំសាទរប្រទេសកម្ពុជាក្នុងចំណាត់ការនេះក៏ប៉ុន្តែហេតុអីបានពេលនេះហេតុអីបានបញ្ជូនទៅចិនហេតុអីមិនដោះស្រាយខ្លួនឯងនៅប្រទេសកម្ពុជាខ្ញុំសន្និដ្ឋានតាមការយល់ឃើញទេទី1កម្ពុជាអាចពិបាកនៅក្នុងការដោះស្រាយសំណុំរឿងដ៏ចាក់ស្រេះធំមហិមានៅក្នុងដែនសមត្ថកិច្ចរបស់កម្ពុជាខ្លាំងណាស់ព្រោះលោកចិនស៊ីនេះគឺល្បីផ្អើលជុំវិញពិភពលោកអ្នកណាក៏ចង់បានដែរអ្នកណាក៏ចង់កាត់ទោសដែរជាពិសេសសហរដ្ឋអាមេរិកដូច្នេះបើសិនជាកម្ពុជាទុកលោកចិនស៊ីនៅក្នុងប្រទេសកម្ពុជាជាការពិតអាចប្រើប្រាស់ប្រព័ន្ធច្បាប់កម្ពុជាដើម្បីកាត់ទោសលោកចិនស៊ីតើអ្នកណាជឿលើប្រព័ន្ធយុត្តិធម៌កម្ពុជាតើអ្នកណាជឿលើប្រព័ន្ធតុលាការកម្ពុជាសូម្បីតែខ្មែរគ្នាឯងអត់ទាំងទុកចិត្តប៉ុណ្ណឹងព្រោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសហើយថាប្រព័ន្ធតុលាការយើងពុករលួយអត់ឯករាជ្យជាឧបករណ៍នយោបាយគេនាំគ្នាចោទប្រកាន់រដ្ឋាភិបាលមកអាយុមកហើយសហគមន៍អន្តរជាតិគេរកឃើញថាប្រព័ន្ធនីតិរដ្ឋនិងប្រព័ន្ធតុលាការកម្ពុជាគ្មានឯករាជ្យទេជាឧបករណ៍ធ្វើទុកបុកម្នេញអ្នកនយោបាយប្រឆាំងទាញច្បាប់ឲ្យយឺតដូចកស៊ូអីចឹងដូច្នេះបើសិនជាយកលោកចិនស៊ីចាប់កាត់ទោសនៅប្រទេសកម្ពុជាក៏មិនប្រកាសថាអាចនឹងធ្វើឲ្យសហគមន៍អន្តរជាតិទុកចិត្តលើប្រព័ន្ធចាត់ការរបស់កម្ពុជាដែរអានេះខ្ញុំនិយាយអំពីការដែលលៀងខ្លួនដោះដៃដើម្បីឲ្យរួចមកគ្រាដែរទី1គឺកុំឲ្យបន្ទុកនឹងវាធ្ងន់ពេកព្រោះប្រព័ន្ធច្បាប់កម្ពុជាអាចមិនធ្វើឲ្យសហគមន៍អន្តរជាតិអាចទុកចិត្តបានអីទេអញ្ចឹងកុំឲ្យតបៅធូងគឺប្រឡែងគាត់ទៅប្រទេសចិនទៅហើយនៅក្នុងការប្រឡែងទៅប្រទេសចិននេះគឺអាចមានរូបភាពមួយដែលស្អំចិត្តអំពីរឿងអាញាធរចិនដែរព្រោះអីចិនមករយៈពេលចុងក្រោយនេះដែលមានចំនួនខ្មែរថៃនេះចិនអត់បានជួយអីទេព្រោះចិនមិនត្រឹមតែមិនបានជួយអីកម្ពុជាទេចិនថែមទាំងធ្វើឲ្យកម្ពុជានឹងអាម៉ាស់ម្ដងហើយម្ដងទៀតដោយសារអីពេលដែលមានសង្គ្រាមជាមួយនឹងថៃដែលចិនជាមិត្តដៃថៃដែលកម្ពុជាអោបជើងសរសើរគ្មានដាច់ពីមាត់មិនត្រឹមតែមិនជួយថ្កោលទោសថៃទេគឺរដ្ឋាភិបាលចិននេះធ្វើសម្ពយុទ្ធយោធាជាមួយទាហានថៃដែលទម្លាក់គ្រាប់សម្លាប់ទាហានខ្មែរទៀតវាចាប់ពេកនៅក្នុងន័យជាទូទៅគឺចិនប្រាប់យើងថាគេមិនខ្វល់ពីខ្មែរទេហើយនៅពេលហ្នឹងគឺអាមេរិកហ្នឹងផាត់ចិនចោលទៀតមិនឲ្យចូលរួមនៅក្នុងកិច្ចប្រជុំសម្របសម្រួលបត់ឈប់បាញ់អីចឹងទៅគឺលោកត្រាំហ្នឹងពេលដែលទៅម៉ាឡេហ្នឹងប្រកាសមុនទៀតតែមានចិនចូលនៅក្នុងកិច្ចបត់ឈប់បាញ់ជាអធិបតីអីហ្នឹងគឺគាត់អត់ទៅហ្មងគឺគាត់មិនព្រមអីចឹងទៅហើយជាទីបញ្ចប់គឺចិនសុកចិត្តដកខ្លួនថយទៅដើម្បីកុំឲ្យមានរឿងហើយក៏មានតែអាមេរិកហ្នឹងយកជ័យភ័ណ្ឌជោគជ័យតែម្នាក់ឯងចឹងទៅមានជាមួយម៉ាឡេមានអីចឹងទៅអញ្ចឹងចិនក៏បាក់មុខច្រើនដែរ
តែក្រោយមកកម្ពុជាក៏ស្អំចិត្តចិនហ្នឹងក៏ចេះតែចង់តែជួបដើម្បីឲ្យមានជំនួបត្រីភាគីជំនួបអីជាមួយចិនតាក់ទងនឹងបាត់ឈប់បាញ់សូម្បីតែបាត់ឈប់បាញ់អាមេរិករៀបចំឲ្យមានម្ដងទៀតតាមរយៈលោករដ្ឋមន្ត្រីក្រសួងការបរទេស Marco Rubio ទូរស័ព្ទទៅថៃផងទៅខ្មែរផងប្រាប់ថាឲ្យបិទបញ្ចប់ទៅឬក៏រហូតដល់មានបាត់ឈប់បាញ់នៅថ្ងៃទី27 ខែធ្នូមួយទៀតហ្នឹងក៏អត់មានចិនចូលរួមដែរតែក្រោយមកបានចិនហៅរដ្ឋមន្ត្រីការបរទេសអាមេរិកសំទោសខ្មែរនិងរដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់ថៃសៀស័កភួងកេតកែវហ្នឹងទៅគុណមីននៅឯយួនណាននោះទៅជួបគ្នាត្រីភាគីដើម្បីគោរពបាត់ជប់បាញ់បាត់ជប់បាញ់មានហើយហ្នឹងគឺដើម្បីស្អំចិត្តចិននៅក្នុងប្រតិបត្តិការជាមួយលោកចិនស៊ីនេះគឺកម្ពុជាចង់បង្ហាញពិភពលោកថាចិនក៏ជាដៃគូសហការមួយដើម្បីប្រយុទ្ធប្រឆាំងការឆបបោកអនឡាញជាមួយកម្ពុជាដែរហើយការប្រឡែងលោកចិនស៊ីទៅឲ្យចិននេះគឺនៅក្នុងន័យស្អំចិត្តមួយថាទុកឲ្យចិនចាត់ការចោះបើមានការអីប្រទេសដទៃទៀតរករឿងយ៉ាងណាក៏ប្រព័ន្ធយុតិធធឬក៏តុលាការចិនក្រោមរបបកុម្មុយនីសយ៉ាងណាក៏គេមានភាពម៉ាត់ចាត់ឬក៏អាចថាគួរឲ្យទុកចិត្តជាងប្រព័ន្ធតុលាការកម្ពុជាដែរហើយបើសិនជាប្រទេសណាសុំទាយកគាត់ទៅកាត់ទោសនៅប្រទេសគេឧទាហរណ៍ដូចសហរដ្ឋអាមេរិកចង់បានឲ្យទៅកាត់ទោសនៅប្រព័ន្ធតុលាការអាមេរិកអីចឹងព្រោះអាមេរិកអត់ខ្វល់នរឯងជនជាតិអីទេយើងមើលលោក Maduro មើលមេដឹកនាំរបស់វេណេស៊ុយអេឡាទៅក៏បួចតែ30នាទីទេយកមកកាត់ទោសនៅឯបរិយាញូវយ៉កបានអត់មានស្លាប់ទាហានអាមេរិកម្នាក់ដូច្នេះបើទុកលោកចិនស៊ីនៅស្រុកខ្មែរហើយអាមេរិកកំពុងតែចោទប្រកាន់យ៉ាងនេះចុះបើអាមេរិកទាមទារឲ្យយកលោកចិនស៊ីមកអាមេរិកតើខ្មែរធ្វើយ៉ាងម៉េចនឹងបាក់មុខមាត់បើមិនឆ្លើយតបតាមអាមេរិកគឺវាខុសទៅនឹងថាកំពុងតែចង់ល្អអើនជាមួយអាមេរិកហើយបើឲ្យទៅអាមេរិកវាបាត់អធិបតេយ្យរបស់កម្ពុជាដូច្នេះរឿងមួយគឺខ្មែរកំពុងតែកលាស់ដៃឲ្យផុតពីការទទួលខុសត្រូវរឿងលោកចិនស៊ីនេះទី1គឺដកសញ្ជាតិគាត់ចេញពីលោកចិនស៊ីគាត់ឡើងមានសញ្ជាតិខ្មែរអញ្ចឹងចប់ហើយឲ្យគាត់ទៅចិនវិញទៅអាសញ្ជាតិចិនដែលគាត់លះបង់ហើយហ្នឹងដោះស្រាយទៅបានសញ្ជាតិវិញឬមិនបានវិញគឺយ៉ាងម៉េចប៉ុន្តែនេះគឺជារឿងតាក់ទងនឹងការប៉ះពាល់ដល់ស្ថានភាពសិទ្ធិមនុស្សដែរបើយើងនិយាយអំពីមនុស្សដែលមានសញ្ជាតិលះបង់សញ្ជាតិមួយទៅហើយមកចូលសញ្ជាតិថ្មីបានន័យថាពេលដែលដកសញ្ជាតិគាត់คล้ายទៅជាមនុស្សអត់មានសញ្ជាតិឬក៏គេហៅថា stateless person អស់មានរដ្ឋអស់មានប្រទេសហើយព្រោះទៅប្រទេសចិនក៏អត់មានសញ្ជាតិដែរព្រោះយើងលាលែងពីសញ្ជាតិចិនបាត់ទៅហើយមានសញ្ជាតិកម្ពុជាឥឡូវដែលសុំហ្នឹងគឺយើងលុបសញ្ជាតិគាត់កាលពីខែធ្នូដែលតាមអ្វីដែលក្រសួងមហាផ្ទៃប្រាប់ទៀតអានេះហើយដែលធ្វើឲ្យគាត់អត់សញ្ជាតិប៉ុន្តែបងប្អូនកុំភ្លេចថាលោក Gen Z មានសញ្ជាតិអង់គ្លេសមួយទៀតព្រោះគាត់សុំសញ្ជាតិអង់គ្លេសបានមួយទៀតហើយនឹងមានសញ្ជាតិមួយទៀតនៅកោះណានោះដូច្នេះគាត់នៅមានសញ្ជាតិ2 3ទៀតនោះអត់អីទេអត់សញ្ជាតិខ្មែរអត់សញ្ជាតិចិនមានសញ្ជាតិអង់គ្លេសមានសញ្ជាតិអីផ្សេងទៀតដែលតាមការសុំរបស់គាត់តើក្នុងករណីនេះតើចក្រភពអង់គ្លេសអាចសុំឲ្យធ្វើបច្ចាប័នលោក Gen Z ទៅកាត់ទោសនៅអង់គ្លេសបានដែរឬយ៉ាងណាយើងចាំមើលទៀតព្រោះអានេះជាសម្លកពឹសឲ្យបងប្អូនព្រោះកម្ពុជារួចខ្លួនមួយគឺត្រង់ថាអត់ត្រូវការទទួលខុសត្រូវលោក Gen Z នៅក្នុងផ្ទះខ្លួនទេព្រោះវាជាតង្កូវពហុហើយពិបាកមែនតើដូចថាដាក់មកគឺពីងប្រហុកហើយអញ្ចឹងពេលដែលនាំទៅចិនទៅឲ្យចិនដោះស្រាយរួចខ្លួនណាហើយធ្វើទៀតទៅដោះស្រាយថែរក្សាសុវត្ថិភាពគាត់យ៉ាងម៉េចអានឹងរឿងចិនហើយបើថាអង់គ្លេសចង់សុំចិនយកទៅកាត់ទោសនៅអង់គ្លេសតើចិនព្រមចិនគេថាលោកចិនស៊ីគឺជាជនជាតិចិនប៉ុន្តែគាត់បោះបង់សញ្ជាតិយើងចាំមើលភាពបច្ចេកទេសនៃភាពស្មុគស្មាញនឹងទៀតបងប្អូនខ្ញុំគាត់តែបញ្យល់បងប្អូនឲ្យយល់អំពីភាពស្មុគស្មាញនៃការចាប់បញ្ជូនលោកចិនស៊ីទៅទេគ្រាន់តែថាចង់ការកាត់ក្តីនឹងយ៉ាងម៉េចខ្ញុំនៅតែឲ្យតម្លៃទៅខាងកម្ពុជានិងអាជ្ញាធរកម្ពុជាដែលនៅទីបំផុតកាត់ចិត្តដាច់នៅក្នុងការសុកចិត្តចាត់ការលោកចិនស៊ីតតែបានណាព្រោះបើមិនចាត់ការទេគឺរឿងនេះគឺតម្បៅធំណាស់នៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែសំណួរសួរទៅវិញថាកម្ពុជារួចខ្លួនឬនៅពេលដែលចាត់ការលោកចិនស៊ី
ទៅឲ្យថៃទៅឲ្យចិនតាមពិតបើកម្ពុជាចាត់ការខ្លួនឯងបើទោះបីប្រព័ន្ធតុលាការយើងវាគេមិនជឿទុកចិត្តយ៉ាងណាក៏បង្ហាញអំពីសុឆន្ទៈរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហានៅក្នុងប្រព័ន្ធតុលាការខ្លួនឯងដើម្បីប្រាប់ថាកម្ពុជាមានអធិបតេយ្យមានអំណាចគ្រប់គ្រងរដ្ឋមានអ្វីដែលដូចថាចង់និយាយថាយើងចាត់ការបានដែរតែដល់ពេលនេះកម្ពុជាសុកចិត្តបោះបាល់នេះទៅឲ្យចិនវិញប្រឡែងចោលហើយចាត់ទុកថារួចបោះដៃទៅគឺឲ្យចិនធ្វើទៅវាអាចបង្ហាញថាជាសុឆន្ទៈដោយសារតែចង់ដោះស្រាយបញ្ហាក្នុងពេលជាមួយគ្នានឹងក៏បង្ហាញអំពីអសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយរឿងករណីលោកចិនស៊ីក្នុងនាមជាអ្នកដែលមានសញ្ជាតិកម្ពុជាដែរយើងអាចដកសញ្ជាតិគាត់បានដើម្បីឲ្យគាត់វិលទៅវិញវាជារឿងមួយឯងព្រោះធម្មតាអ្នកណាមានបញ្ហាអីតាមពិតការដកសញ្ជាតិរបស់លោកចិនស៊ីនេះក៏លឿនពេកដែរនៅក្នុងន័យមួយថាតឡាការកម្ពុជាអត់ទាន់រកឃើញលោកចិនស៊ីនឹងថាមានពិរុទ្ធអីសោះចឹងបានន័យថាតឡាការអត់បានកាត់ទោសអីគឺមានគេហៅថាការសន្មត់បូរេវិនិច្ឆ័យមួយចាត់ទុកថាលោកចិនស៊ីគឺជាអក្រិតជនណាហើយឈានទៅដល់ការដកសញ្ជាតិរបស់គាត់ភ្លាមដើម្បីបញ្ជូនទៅចិនតែម្ដងដោយគ្មានការជំនុំជម្រះក្តីអីទាំងអស់នៅក្នុងន័យនេះបើតាមប្រព័ន្ធសិទ្ធិមនុស្សគឺជាការរំលោភបំពានគោលការណ៍មនុស្សធម៌មួយដ៏ធំដែរខ្ញុំនិយាយនេះមិនមែនថាអង្គតារិះគន់ស្អីក៏តារិះគន់បានដែរគេមិនធ្វើអីសោះក៏រិះគន់គេនៅពេលដែលគេធ្វើហើយក៏នៅតែមិនត្រូវខ្ញុំអត់មាននិយាយពីរឿងធ្វើត្រូវមិនត្រូវខ្ញុំនៅតែសរសើរថាការធ្វើចាត់ការលោកចិនស៊ីនេះគឺជារឿងដ៏ត្រឹមត្រូវបំផុតមួយដែលគួរឲ្យកោតសរសើររបស់អាជ្ញាធរកម្ពុជាគ្រាន់តែថាមន្ទិលគឺវាមានច្រើនហេតុអីបានដកសញ្ជាតិរបស់លោកចិនស៊ីហើយហេតុអីបានបញ្ជូនលោកចិនស៊ីទៅចិននៅពេលដែលគាត់ជាជនជាតិខ្មែរហើយគាត់បានលាសញ្ជាតិចិនទៅទៀតហេតុអីមិនដោះស្រាយនៅក្នុងប្រព័ន្ធតុលាការកម្ពុជាហើយខ្ញុំបានបកស្រាយជម្រាបប្រាប់បងប្អូនហើយថាវាអាចជាឱកាសមួយនៅក្នុងការដោះស្រាយបញ្ហាកុំឲ្យច្រើនពេកកម្ពុជាដោះស្រាយរឿងដែនអធិបតេយ្យថៃឈ្លានពានកម្ពុជានឹងមិនទាន់ទាំងបានដាច់ស្រេចទៅប្រជាពលរដ្ឋទល់ពធរឿងរដ្ឋាភិបាលកម្ពុជាគ្មានលួសថ្ងៃឥឡូវទៅយកពីងប្រហុកមកពីងធំទៀតតាមពិតរឿងកម្ពុជាសប្ងៃហ្នឹងរឿងដែលធំបំផុតហ្នឹងគឺរឿងអាពីងប្រហុករបស់លោកចិនស៊ីនឹងឯងព្រោះរឿងដែនអធិបតេយ្យជាមួយថៃយើងអាចមានប្រព័ន្ធច្បាប់អន្តរជាតិមួយគឺតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីយកមកដោះស្រាយដោយទោះបីកម្ពុជាមិនព្រមដាក់ពាក្យប្តឹងតែយើងនៅមានដងដាវនឹងមួយដែលប្រជាពលរដ្ឋខ្មែរក៏សង្ឃឹមថាបរដ្ឋាភិបាលមិនដាក់ចេះតែគៀក៏រត់ទៅដាក់ជំនួសបានដែរតែបើរឿងឆោបបោកអនឡាញនេះបើអាជ្ញាធរកម្ពុជាអត់ចាត់ការគឺអត់មាននរណាចាត់ការឲ្យបានសោះប្រជាពលរដ្ឋសាមញ្ញបានតែធ្វើបាតកម្មតវ៉ាដើម្បីឲ្យរដ្ឋាភិបាលចាត់ការរឿងហ្នឹងឯងប៉ុន្តែជាមុខមាត់កម្ពុជាគឺខ្ទេចខ្ទីអស់អាលីងតែម្ដងក្នុងប្រព័ន្ធហិរញ្ញវត្ថុប្រព័ន្ធស្អីហ្នឹងគឺយើងคล้ายទៅជាមជ្ឈមណ្ឌលឆោបោកអនឡាញណាបងប្អូនគេព្រឺព្រួចហើយដល់ពេលឱកាសហ្នឹងគឺថៃជ្រុំយើងទៀតថៃយកដីយើងហើយថៃជ្រុំយកមកប្រាប់ថាយើងជាឋាននរុអវជ័យទៀតគឺអារឿងឆោបបោកអនឡាញមួយថ្ងៃហើយមួយថ្ងៃទៀតមួយថ្ងៃហើយមួយថ្ងៃទៀតជ្រុំរាល់ថ្ងៃដោយសារតែការចិញ្ជ្រុំនេះគឺមុខមាត់ជាតិយើងហ្នឹងគឺវាអាប់អោនខ្លាំងមែនតើអញ្ចឹងការចាប់លោកចិនស៊ីគឺជាការគេហៅថាព្រួញមួយបាញ់បានសัตว์ពីរសម្រាប់កម្ពុជាហេតុអីបានជាខ្ញុំថាព្រួញមួយបាញ់បានសัตว์ពីរដោះស្រាយបញ្ហាបានរួចមួយគ្រាទី1បន្ធូរកំហឹងរបស់ប្រជាពលរដ្ឋឬក៏សហគមន៍អន្តរជាតិដែលមើលមកកម្ពុជាថាជាជំរុកនៃបាត់ល្មើសឆបោកអនឡាញហើយកម្ពុជាអសមត្ថភាពមិនចាត់ការអីសោះសុំកលុំចូលដៃគ្នាជាមួយនឹងពួកអក្រិតជនអានេះតាមអ្វីដែលជាការសន្មត់ទូទៅទេខ្ញុំមិនចោទរដ្ឋាភិបាលកម្ពុជាថាសុំកលុំជាមួយអក្រិតជនទេប៉ុន្តែអ្វីដែលយើងមិនចាត់ការហ្នឹងគឺធ្វើឲ្យមតិទូទៅគេចាត់ថាកម្ពុជាយើងសុំកលុំហើយមិនអនុវត្តច្បាប់ដើម្បីចាត់ការអ្នកអង្គការចិនស៊ីហ្នឹងព្រោះពិភពលោកគេចាត់ការអស់ហើយដូច្នេះអាវុធមួយបាញ់បានសត្វពីរនេះទី1កម្ពុជាចង់ប្រាប់ថាកម្ពុជាចាត់ការដែរគ្រាន់តែមិនទាន់ដល់ពេលវាត្រូវការពេលវេលាឥឡូវចាត់ការហើយយ៉ាងម៉េចទៀតហើយចាត់ការនេះគឺបានដកសញ្ជាតិដកអីចាប់បញ្ជូនទៅប្រទេសចិនឲ្យចិនចាត់ការហើយដូច្នេះនេះគឺជាព្រួញទី1បាញ់បានសត្វមួយសត្វទី2គឺកម្ពុជាចង់
គេហៅថាដកដងដាវឬក៏អាវុធពីក្រមប្រឆាំងនៅក្រៅប្រទេសដែលកំពុងតែចិញ្ជ្រំរឿងឆបោកអនឡាញដែលជារឿងដ៏អាស្រូវបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលមិនចាត់ការធ្វើឲ្យប្រទេសនេះបាក់មុខយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិគឺចិញ្ជ្រំម្ដងហើយម្ដងទៀតព្រោះអីវាជាឱកាសមាសសម្រាប់ខាងក្រមប្រឆាំងនៅក្រៅប្រទេសឬក៏អ្នកណាដែលតវ៉ាដើម្បីឲ្យមានស្ដារស្ថានភាពឡើងវិញហើយបង្ហាញពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហានឹងដែរដូច្នេះព្រួញមួយទៀតដែលអាចបាញ់បានសัตว์ហ្នឹងគឺបន្សាបយុទ្ធនាការតវ៉ាឬក៏ចិញ្ជ្រំរបស់ក្រមប្រឆាំងនៅក្រៅប្រទេសទៅលើអ្វីដែលរដ្ឋាភិបាលអត់ចាត់ការរឿងឆបោកអនឡាញហ្នឹងហើយក៏ប្រាប់សហគមន៍អន្តរជាតិថាកម្ពុជាបានធ្វើដែរមិនអត់សោះទេនៅក្នុងន័យជាមួយគ្នានឹងបានមួយគ្រាប់បានសัตว์មួយទៀតគឺស្អំចិត្តប្រជាពលរដ្ឋខ្មែរឲ្យងាកមកមើលការធ្វើល្អរបស់រដ្ឋាភិបាលខ្លះផងកុំគិតតែពីរឿងអាព្រំដែននឹងខ្លាំងពេកព្រោះឥឡូវរដ្ឋាភិបាលបិទតែកំពុងតែរវល់អារឿងថៃឈ្លានពានដែនអធិបតេយ្យមិនប្តឹងទៅតុលាការណាក៏ដោយក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងយកពេលរវល់ប៉ុណ្ណឹងហើយមកដោះស្រាយបញ្ហាឆបោកអនឡាញហ្នឹងដើម្បីបន្ធូរបរិយាកាសដែរដូច្នេះស្អំចិត្តប្រជាពលរដ្ឋក្នុងស្រុកខ្លួនឯងឲ្យងាកមកមើលអំពីស្នាដៃរបស់កម្ពុជាខ្លះកុំឲ្យឃើញអត់សោះយើងបាក់តបយើងត្រូវថៃវាយយកគ្រប់តំបន់នៅក្នុងជួរមុខហ្នឹងគឺ14ទីតាំងដោយប្រាសាទយើងដល់ទៅ3កន្លែងផ្សេងទៀតដែលរដ្ឋាភិបាលប្រកាសទទួលស្គាល់ថា14កន្លែងហើយមកដល់ម៉ោងហ្នឹងថៃអត់មានខ្ជាក់ទេមានតែសម្ោចក្នុងខោថែមឥឡូវហ្នឹងកំពុងតែមានបញ្ហាអោបជើងគេសុំគេចរចាដើម្បីគណៈកម្មការវាស់វែងហ្នឹងគេប្រាប់ថាអត់វាស់ទេគេបានហើយគេទុកសិនចាំមានរដ្ឋាភិបាលគេវាដូចថាវាតឹងចិត្តក្រៃណាវាអត់មានបធូរអីបានសោះដូច្នេះនេះគឺជាឱកាសពង្រៀងស្ថានភាពបន្តិចដែរអញ្ចឹងនៅក្នុងនយោបាយគេហៅថា tactic classic ពាក្យថា tactic classic នេះគឺបានន័យថាជាល្បិចកលផ្នែកកលយុទ្ធនយោបាយនៅក្នុងការពង្រៀងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋអត់ខុសពីអ្នកនយោបាយថៃដែរទេឲ្យតែទីក្រុងបាងកករៀងមានបញ្ហាច្បុកច្បល់ដោះស្រាយអត់បានគឺយកមកដុតនៅព្រំដែនដល់តែពេលទាញការចាប់អារម្មណ៍មកព្រំដែនផ្លិចអារឿងភ្លើងឆេះនៅបាងកកដូចគ្នាអញ្ចឹងឥឡូវនេះគឺនៅពេលដែលយើងកំពុងតែម្នាក់ផ្ដោតទៅលើតែហ៊ានខ្មែរស្លាប់ច្រើនណាស់សាកសពយកមិនទាន់បានលាក់នឹងលាក់បងប្អូនយំស្រែករាល់ថ្ងៃវេទនាផ្លូវចិត្តយើងចាញ់គេយើងបាត់បង់ដែនអធិបតេយ្យយើងបោះអស់មកកណោកម្ពុជាមិនព្រមប្តឹងទៅអន្តរជាតិលាក់នឹងលាក់គឺថាមួយថ្ងៃគឺសម្រុកដាក់បន្ទុកទៅលើរដ្ឋាភិបាលដូច្នេះបន្ធូរបន្តិចទៅមានរឿងចិនស៊ីព្រោះរឿងចិនស៊ីនេះណាគេអាចចាប់បានតាំងតែពីពេលដែលអាមេរិកចាប់ផ្ដើមចេញដីកាថ្កោលទោសព្រោះនៅរដ្ឋាភិបាលកម្ពុជារឿងចេះ24ម៉ោងពួកខាងសកម្មជនបកប្រឆាំងពេលខ្លះដល់ទៅ24ម៉ោងហ្នឹងតែ10ម៉ោងឬក៏12ម៉ោងជួនកាលភ្លាមហ្នឹងគ្រាន់តែបង្ហោះសារតាម Facebook ភ្លាមតាមដល់ផ្ទះភ្លាមហ្នឹងទៅចាប់ធ្វើទុកបុកម្នេញក្រុមគ្រួសារម្ដាយឪពុកគេបងប្អូនគេអីអញ្ចឹងទៅចាប់យកមកដាក់គុកបានភ្លាមអត់មានរួចខ្លួនទេតតែពេលលោកចិនស៊ីរាប់ខែហេតុអីបានគេកោតទោសពេញពិភពលោកយើងអត់ដែលមានរដ្ឋាភិបាលដើម្បីចាត់ការរឿងហ្នឹងអីអញ្ចឹងស្រាប់ដល់ពេលឥឡូវស្រាប់តែមកចេញរឿងហ្នឹងកើតរដ្ឋាភិបាលគេអាចថារឿងស្មុគស្មាញបែបនេះគេត្រូវការពេលយូរណាស់ខ្ញុំថារឿងបើសនគ្រាន់តែត្រីតូចកភ្លៀងចង្វាអីហ្នឹងយើងនៅកើបនៅកម្ពុជាស្មៅកម្ពុជាអីហ្នឹងក៏ដាក់តាមមួយឈ្នៀងមកក៏អស់ដែរប៉ុន្តែនេះត្រីផ្ទក់ត្រីឆ្ដោនៅចងោឃើញច្បាស់ចាស់ដល់អត់មានអីពិបាកចាប់តែគេចាប់មិនបានដោយសារគេមិនចង់ចាប់ឥឡូវគេចាប់បានហើយគឺដោយសារតែបន្ធូរស្ថានភាពហ្នឹងតិចប៉ុន្តែបងប្អូនម្ដងទៀតខ្ញុំកោតសរសើររដ្ឋាភិបាលកម្ពុជាដែលហ៊ានពុះពៀកាត់សាច់ស្អុយមួយដុំនេះចោលដែរព្រោះអីស្អុយរលួយជាមហារាជពេញដងខ្លួនទៅហើយយ៉ាងហោចណាស់ក៏បានជួយបើថាវានៅខាងដៃឆ្វេងកាត់ចោលទៅព្រោះអីបើវិននឹងរៀលមកដល់សួតថ្លើមប្រមាត់របស់យើងក្នុងចាក់ជាមិនខាប៉ុន្តែនៅពេលដែលកាត់ដៃឆ្វេងនេះចោលដែលដោយទៅទាំងលោកចិនស៊ីទៅនេះណាសួរតើសពាងកាយរបស់យើងនឹងរួចផុតពីជំងឺមហារីកមែនអត់ទេមហារីកនេះត្រូវការព្យាបាលថ្នាំថេរ៉ាពីដល់ដំណាក់កាលទី4ហើយដូច្នេះការកាត់អវយវៈឬក៏កន្លែងណានោះគឺគ្រាន់តែជាការបន្ថយពេលវេលាកុំឲ្យយើងស្លាប់លឿនពេកតែប៉ុណ្្នឹងឯងអញ្ចឹងសំខាន់បំផុតតើយើងរកថ្នាំអីមកព្យាបាលជំងឺមហារីកដំណាក់កាលទី4របស់យើងឲ្យជានេះ
អាហ្នឹងគឺជារឿងមួយបន្ថែមទៀតដែលរដ្ឋាភិបាលត្រូវដោះស្រាយហើយរឿងនេះគឺវាមានវែងឆ្ងាយណាស់តែយ៉ាងណាម្ដងទៀតខ្ញុំនៅតែកោតសរសើរថារដ្ឋាភិបាលទោះក្នុងចេតនាធ្វើដើម្បីឲ្យស្អំចិត្តប្រជាពលរដ្ឋឬសហគមន៍អន្តរជាតិក្នុងតម្លៃណាក៏ដោយនោះក៏វាជាឱកាសដែលភ្ញាក់ផ្អើលហើយគប់ជួននឹងពិធីបុណ្យ7មករាទៀតដើម្បីចង់ប្រាប់ថាជាទិវាជោគជ័យដ៏ប្រវត្តិសាស្ត្រហើយយកការចាប់ខ្លួនផ្សព្វផ្សាយអត់ផ្សាយទេចាប់ពីថ្ងៃទី6ខែមករាម្សិលមិញអត់ទាន់ផ្សាយទេគឺចាំផ្សាយថ្ងៃ7មករាហ្នឹងហ្មងដើម្បីអីឲ្យគប់ជួនត្រូវនឹងព្រឹត្តិការណ៍7មករាហ្នឹងតែម្ដងទៅឲ្យប្រជាពលរដ្ឋចងចាំថា7មករាគឺជាទិវាជ័យជំនះដែលតាមការអះអាងរបស់ពួកគាត់ផងហើយជាទិវាដែលកម្ពុជាចាត់ការលោកចិនស៊ីផងបងប្អូនថ្ងៃ7មករានេះគឺវាចំពោះប្រជាពលរដ្ឋខ្មែរជាពិសេសមន្ត្រីបពប្រឆាំងនៅចងចាំមិនភ្លេចទេ7មករាឆ្នាំ2025កន្លងទៅនេះគឺជាថ្ងៃដែលតំណាងរាជគណៈបកសង្គ្រោះជាតិលោកលឹមកំយ៉ាត្រូវបានឃាតករបាញ់ប្រហារទាំងកណ្ដាលថ្ងៃត្រង់នៅឯទីក្រុងបាងកកប្រទេសថៃដោយមានកិច្ចសហការពីមនុស្សខ្មែរ2នាក់ជនជាតិខ្មែរ2នាក់គឺពេជ្រកំស្រិននិងលីរតនៈរស្មីមកដល់ម៉ោងនេះគឺ1ឆ្នាំគត់ពន្លឺយុត្តិធម៌អំពីអ្នកដែលជាដៃដល់ដើម្បីចូលរួមនៅក្នុងការសម្លាប់លោកលឹមកំយ៉ាដែលធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសរដ្ឋាភិបាលយើងថ្កោលទោសប្រព័ន្ធយុត្តិធម៌យើងថ្កោលទោសប្រព័ន្ធធ្វើទុកបុកម្នេញយើងជុំវិញពិភពលោកថាអាការធ្វើទុកបុកម្នេញផ្នែកនយោបាយគម្រាមកំហែងដល់មន្ត្រីប្រឆាំងនៅតែជាស្រមោលអន្ទោលតាមប្រាំយើងអត់ទាន់បានដោះស្រាយទេអញ្ចឹង1ឆ្នាំពេញហើយក្រុមគ្រួសារលោកលឹមកំយ៉ានៅតែយំស្រែកដង្ហើយរកយុត្តិធម៌ប្រទេសថៃគេលាងដៃរបស់គេបានយ៉ាងស្អាតដោយកាត់ទោសភាណយដែលជាឃាតករកេះកៃកំភ្លើងហ្នឹងជាប់គុកអស់មួយជីវិតទៅហើយប៉ុន្តែអ្នកបញ្ជាអ្នកតាមឃ្លាំមើលអ្នកឲ្យលុយជួលភាណយអីហ្នឹងមានលីរតនៈរស្មីនិងពេជ្រកំស្រិននៅស្រុកខ្មែរមកដល់ម៉ោងនេះ1ឆ្នាំគត់អត់ដឹងថានៅឯណាអត់ដឹងថាអាជ្ញាធរស៊ើបអង្កេតបានដល់កម្រិតណាអត់ដឹងថាការវិវត្តនឹងយ៉ាងម៉េចគឺអត់និយាយអីសោះនៅស្ងៀមជាជាងស្រដីតែពៀជែកខ្ចីជាជាងទនេមាត់ដូច្នេះបើសិនជាកម្ពុជាចង់ឲ្យថ្ងៃ7មករាជាថ្ងៃប្រវត្តិសាស្ត្រឲ្យកម្ពុជាចងចាំពីអំពើល្អរបស់រដ្ឋាភិបាលក៏ជោគជ័យសមិទ្ធិដ៏អស្ចារ្យខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាក៏មិនគួរប្រងើយកន្តើយរកយុត្តិធម៌ដល់លោកលឹមកំយ៉ាផងព្រោះនេះគឺជារឿងមួយដែលជាមុខមាត់របស់ជាតិកម្ពុជាហើយកុំឲ្យគេដៀលគេចោទយើងថាធ្វើទុកបុកម្នេញពួកក្រុមប្រឆាំងមិនដែលរកឃើញយុត្តិធម៌ទេក្រុមប្រឆាំងស្លាប់យ៉ាងអាសាបង់គ្មានការយកចិត្តទុកដាក់ហើយបើក្រុមខ្លួនហ្នឹងគឺប្រឹងរកយុត្តិធម៌អីចឹងទៅបើក្រុមគេហ្នឹងគឺទៅស្អីទៅដូច្នេះមកដល់ម៉ោងនេះឃើញទេខួប1ឆ្នាំបិទទៅថាកម្ពុជាកំពុងតែអះអាងអំពីសមិទ្ធិជោគជ័យដ៏ថ្លៃថ្លារបស់កម្ពុជា7មករាជាថ្ងៃរស់រានមានជីវិតលើកទី2យ៉ាងណានោះប៉ុន្តែប្រជាពលរដ្ឋច្រើនណាស់គិតថា7មករានេះក៏ជាថ្ងៃដែលទ័ពបរទេសឈ្លានពានលុកលុយកាន់កាប់ប្រទេសកម្ពុជា10ឆ្នាំបណ្ដកទៅវិញហើយដោយសារតែវត្តមានរបស់ទ័ពបរទេសនេះក៏ធ្វើឲ្យកម្ពុជាមានមន្ទិលមានជំងឺសតិអារម្មណ៍ថាសពថ្ងៃមានក្រុមជំនាញការក្រុមអង្គលើងរបស់ទាហានវៀតណាមហ្នឹងនៅក្នុងជួររដ្ឋាភិបាលអីហ្នឹងឡាក់ព្រោះអីអាជំងឺហ្នឹងគឺដោយសារតែទ័ពបរទេសនៅលើដែនអធិបតេយ្យយើងវាយូរពេកដល់ទៅជិត10ឆ្នាំហើយទ័ព100,000នាក់មិនតិចទេរបស់ទ័ពវៀតណាមហ្នឹងដូច្នេះអាហ្នឹងគឺខាងរដ្ឋាភិបាលកម្ពុជាគណៈបកប្រជាជនកម្ពុជាចាត់ទុកថាជាជ័យជំនះរំដោះប្រជាពលរដ្ឋឲ្យរស់រានមានជីវិតយើងត្រូវទទួលស្គាល់ថាបើមិនមានការដែលទាហានវៀតណាមលុកលុយចូលប្រទេសកម្ពុជាបណ្ដេញក្រុមខ្មែរក្រហមចេញមកទេក៏មិនមានកម្ពុជាទី2អីហ្នឹងដែរវាជាការពិតជាប្រវត្តិសាស្ត្រប៉ុន្តែក្នុងប្រវត្តិសាស្ត្រហ្នឹងក៏បងប្អូនត្រូវចងចាំថាទិវាដែលទ័ពបរទេសឈ្លានពាននៅក្នុងដែនអធិបតេយ្យកម្ពុជារាប់សែនអ្នកដែរ100,000អ្នកដែរដូច្នេះអាហ្នឹងក៏វាជារឿងគួរឲ្យចងចាំប៉ុន្តែបងប្អូនក៏ត្រូវចាំថាបើសិនជាគ្មានទ័ពបរទេសចូលមកហើយគ្មានកម្មាភិបាលខ្មែរក្រហមដូចជាលោកហ៊ុនសែនទៅសហការដើម្បីនាំទាហានខ្មែរក្រហមវៀតណាមចូលមកក្នុងប្រទេសកម្ពុជាដើម្បីដេញពួកខ្មែរក្រហមក៏របបខ្មែរក្រហមនេះ
វានឹងរលាយដោយឯងទេគ្រាន់តែថាវាយូរទៀតនឹងស្លាប់មនុស្សច្រើនថែមទៀតតែប៉ុណ្្នឹងឯងតែយ៉ាងណាគឺការដែលវត្តមានរបស់ទាហានវៀតណាមចូលក្នុងប្រទេសកម្ពុជានៅថ្ងៃទី7 ខែមករាឆ្នាំ1979នេះវាជាការបិទបញ្ចប់របបខ្មែរក្រហមកាប់សម្លាប់នឹងវាបានមុនកាលកំណត់របស់ខ្លួនព្រោះរបបខ្មែរក្រហមនេះគ្មានពេលនឹងអាចនឹងរីកចម្រុងចម្រើនទេការចាប់ផ្ដើមសម្លាប់មនុស្សកម្មាភិបាលមានជំងឺគេហៅថាសមោលខ្លាចសមោលខ្លួនឯងនេះចាប់ផ្ដើមសម្លាប់អ្នកខាងក្រៅរហូតតខាងក្នុងរហូតកម្មាភិបាលអស់បែបនេះតើយើងទៅធ្វើឲ្យរបបនេះបានចម្រុងចម្រើនឯណាកើតព្រោះម្នាក់ខ្លាចគ្នាបែបនេះរត់តែរត់ហ្នឹងដល់តែពេលមានទាហានខ្មែរក្រហមទាហានវៀតណាមចូលមករត់បាត់ជើងសក់ព្រាតមែនទៅដល់ទល់ដែនអស់អាហ្នឹងគឺជារបៀបបរាជ័យនៅក្នុងការដឹកនាំរដ្ឋព្រោះមានគ្មានរដ្ឋណាដែលដឹកនាំដើម្បីសម្លាប់បំបិតសម្លេងប្រជាពលរដ្ឋទេហើយនេះគឺជាវិនិស្សកម្មមួយដ៏ធំប៉ុន្តែជាអកុសលនៅពេលដែលរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាកសាងសមិទ្ធិយ៉ាងច្រើនក្រោយរបបខ្មែរក្រហមដែលដូចថាឲ្យមានថ្ងៃ7 មករាដែលកម្ពុជាអះអាងថាជាជោគជ័យដ៏ធំជាជីវិតទី2របស់ប្រជាពលរដ្ឋដល់ពេលមកឥឡូវស្រាប់តែប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពខ្លាចដូចសម័យខ្មែរក្រហមអញ្ចឹង